សូមជូនកម្មវិធីសកលពុទ្ធសាសនារលូចមានពន្លឺសិលសមាធិបញ្ញាកម្មវិធីនេះផ្ដោតការយកចិត្តទុកដាក់ទៅលើប្រធានបទ4គឺពុទ្ធវិន័យព្រះសតន្តព្រះអភិធម្មពុទ្ធសាសនានិងអរិយធម៌ខ្មែរដែលមានធម្មវិលមិនទទួលបន្ទុកលើប្រធានបទគឺព្រះមហាលីហុងលៀនព្រះមហាមុនប៊ុនមេនព្រះមហាសៀនសុធារានិងព្រះមហាដូនឌៀព្រមទាំងសហការីជាច្រើនរូបទៀតកម្មវិធីសកលពុទ្ធសាសនារលូចមានពន្លឺផ្សាយតាមរយៈវិទ្យុ FM 97.25 ដឹក New Style ក្រុងកំពង់ចាមវេលាម៉ោង 6 ដល់ម៉ោង 7 ល្ងាចជារៀងរាល់ថ្ងៃដោយមានបែងចែកប្រធានបទទៅតាមថ្ងៃនីមួយៗថ្ងៃច័ន្ទអង្គារសម្ដែងព្រះវិន័យដោយព្រះមហាមុនប៊ុនមេនថ្ងៃពុធប្រវត្តិសម្ដែងព្រះសតន្តល្បីដកដោយព្រះមហាដូនឌៀថ្ងៃសុក្រនិងថ្ងៃសៅរ៍ប្រធានបទពុទ្ធសាសនានិងអរិយធម៌សម្ដែងដោយព្រះមហាសៀនសុធារារៀងរាល់ថ្ងៃអាទិត្យសម្ដែងព្រះអភិធម្មដោយព្រះមហាលីហុងលៀនដោយឡែកថ្ងៃឧបោសថសិលសម្ដែងសន្ទនារួមទាំង4អង្គពិសេសជាប់ជារៀងរាល់កម្មវិធីបុណ្យធំនីមួយមានការជួបជុំសម្ដែងទាំង4អង្គព្រះគុណម្ចាស់ញាតិញោមដែលមានចម្ងល់ឬចង់ចែករំលែកនៅចំណេះដឹងសូមនិមន្តអញ្ជើញចូលរួមតាមប្រធានបទនីមួយទំនាក់ទំនងសួរសំណួរចូលរួមមតិយោបល់ឬឧបត្ថម្ភកម្មវិធីតាមប្រព័ន្ធទូរស័ព្ទព្រះមហាលីហុងលៀន097 55 19 993ព្រះមហាមុនប៊ុនមេន012 64 62 71ព្រះមហាសៀនសុធារា012 49 09 05ព្រះមហាដូនឌៀ012 26 53 88អាយុវណ្ណៈសុខៈពលៈចូលសម្រេចជានិច្ចនិរន្តរ៍តរៀងទៅកម្មវិធីសកលពុទ្ធសាសនារលូចមានពន្លឺសិលសមាធិបញ្ញាសង្ឃវិភាពុកកយបៈវិន័យព្រះសូត្រសម្ដែងមុនហើយអភិធម្មយោងអើយសម្ដែងចុងទីបរមត្តសច្ចៈស្ដេចព្រះមុនីត្រាស់ដឹងកោធីត្រង់ចិត្តហែនដីធម៌នេះមានអត្តរូបចិត្តចេតសិកនឹកមានពន្លឹកជាអសង្កតធម៌មានខណ្ឌ 42000 ផមូសង្ខេបវាទោសង្ឃវិភាពុកកយបៈចិត្ត121ឬ89ចេតសិកចំនួនមាន52រូប28ពិតតាមនេះសង្ឃកតមូលមីរួមទាំង3អង្គស្រង់តាមពុទ្ធញ្ញាណបានសម្ដែងហើយសម្ដែងអភិធម្មនៅនាទីស្ថានតាវតੰភិមានជាន់សួគ៌ទី2ទេវតាច្រើនកោតសម្រាប់ពោធិរួមមុខនេះសិរីមហាមយាសាវកពុទ្ធអង្គស្ដាំវៃឆ្លាតហើតស្ដាប់មានកំណើតសម្ដែងបន្តដល់សាវកទ្រូង500ដឹងធម៌សត្តាបកបរមត្តពុទ្ធញ្ញាណ